ការកំណត់ខ្លួនឯងច្បាស់លាស់ធ្វើឲ្យយើងងាករេងាកទៅនេះងាកទៅនោះទាំងដែលយើងធ្វើអីគេហៅថាអត់មានភាពពិតប្រាកដអញ្ចឹងយើងនឹងពិបាកខ្លាំងមែនទែនក្នុងការទទួលបាននូវភាពជោគជ័យនៅលើ business នៅលើមុខរបររបស់យើងការរកស៊ីជោគជ័យមិនមែនគ្រាន់តែឃើញគេជោគជ័យហើយយើងទៅចង់រកស៊ីដូចគេទេមុខរបរអីក៏ដោយក៏បងប្អូនអាចរកស៊ីឲ្យបានជោគជ័យបងដែរសំខាន់អាស្រ័យទៅលើឆន្ទៈបងប្អូនតើយើងបិទជាចង់ធ្វើវាយើងពិតជាកំណត់វាច្បាស់លាស់ក្នុងការធ្វើវាហើយយើងបានរៀបចំខ្លួនជាសាច់កលឹះកាន់តែសំខាន់ផងដែរគឺមុននឹងយើងចាប់ផ្ដើមជាមួយនឹងមុខរបរណាមួយយើងត្រូវតែសិក្សាស្រាវជ្រាវពីមុខរបរនោះឲ្យបានច្បាស់លាស់យើងត្រូវមានការរៀបចំផ្សេងៗមិនថារៀបចំជាកញ្ចប់ថវិកាឬក៏យើងរៀបចំទីតាំងរៀបចំបុគ្គលិកគឺជារឿងដែលសំខាន់បំផុតព្រោះនៅក្នុងមុខរបរនីមួយៗយើងមិនអាចធ្វើតែម្នាក់ឯងបានទេខ្ញុំលើកឧទាហរណ៍ពី Panda ម្ជូរកន្លុករបស់ខ្ញុំទៅចោះពួកអី Panda ម្ជូរកន្លុកគឺចាប់ផ្ដើមដំបូងមកគឺយើងចាប់ផ្ដើមពីម្នាក់ឯងចាប់ផ្ដើមពីខ្លួនឯងលក្ខណៈគ្រួសាររហូតដល់យើងអាចមានបុគ្គលិកចាប់ពីម្នាក់2នាក់3នាក់4នាក់គឺយើងបន្តសកម្មភាពនឹងជានិច្ចដោយសារអីគ្រប់ផ្នែកទាំងអស់គឺយើងត្រូវតែមានមនុស្សទៅធ្វើការងារព្រោះអីពីដំបូងមកគឺខ្ញុំចាប់អារម្មណ៍ទៅលើអំបិលម្ទេសគឺខ្ញុំចង់ចេះចង់ដឹងចង់រៀនថាធ្វើម៉េចបានទទួលបានជាមួយនឹងអំបិលម្ទេសឆ្ងាញ់អញ្ចឹងហើយខ្ញុំក៏បានសិក្សាស្រាវជ្រាវជាពិសេសខ្ញុំបានចំណេះដឹងអំពីការលាយអំបិលម្ទេសពីគ្រួសារពីបងប្អូនរបស់ខ្ញុំសាច់ញាតិរបស់ខ្ញុំដែលគាត់មានជំនាញខាងលាយអំបិលម្ទេសហើយគឺមានរសជាតិឆ្ងាញ់អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមគិតថាបើសិនជាយើងយកអាចចំណេះដឹងការលាយអំបិលម្ទេសនឹងដែលមានរូបមន្តពិសេសរសជាតិខុសគេប្លែកពីគេយកមកបើកអាជីវកម្មវានឹងបានផលអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមគិតបែបកំណត់ថាយើងអាចរកស៊ីយើងអាចយកវាមក apply នៅក្នុង business របស់យើងឧទាហរណ៍ថាយើងចាប់ផ្ដើមជាអាជីវកម្មលក់ម្ជូរ